សួស្តីខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបនៃការពុះកាឡាផ្ដេកដើម្បីពុះកាឡាផ្ដេកបានទី1យើងត្រូវដាក់ទស្សនិកនៅត្រង់ទីតាំងកាឡាដែលយើងចង់ពុះបន្ទាប់មកយើងត្រូវចូលទៅមេនុយតារាងពុះកាឡានិងយើងជ្រើសយកផ្ដេកហើយបើសិនជាយើងចង់ឲ្យកាឡានោះពុះមកមានសមាមាត្រស្មើគ្នាយើងធីកទៅជាសមាមាត្រស្មើគ្នាបន្ទាប់មកយើងចុចយកប៊ូតុងយល់ព្រមយើងនឹងបានកាឡាផ្ដេក2ស្មើគ្នាឧទាហរណ៍មួយទៀតយើងចង់ពុះកាឡានេះជាកាឡាផ្ដេក2យើងត្រូវចូលទៅមេនុយតារាងបន្ទាប់មកជ្រើសពុះកាឡានិងផ្ដេក